ខ្ញុំតែងឮថាដើម្បីសម្រេចក្តីសម័យក្តីបំណងឲ្យវាជោគជ័យតាមការគិតរបស់ខ្លួនណាមានតែរូបមន្តពីរទេដែលខ្ញុំអាសាឮហើយខ្ញុំជឿជាក់ថាអញ្ចឹងដែរហើយក៏មិនដឹងថាបងប្អូនជឿជាក់អញ្ចឹងអត់ទី1គឺការបង្កើតទម្លាប់ល្អហើយទី2គឺការធ្វើនៅទម្លាប់ល្អសកម្មភាពរបស់យើងមួយនោះឲ្យវាកើតទៅជាភាពជាប់លាប់មានន័យថាធ្វើរហូតណាអញ្ចឹងឥឡូវយើងនិយាយថាចំពោះសិស្សានុសិស្សតើសិស្សានុសិស្សរាល់ថ្ងៃយើងសួរខ្លួនឯងនេះតើយើងបានបង្កើតទម្លាប់ល្អក្នុងការសិក្សាទេឧទាហរណ៍ថាព្រឹកឡើងងើបពីព្រឹកយើងមានការទន្ទិញមេរៀនខ្លះទេមុនទៅរៀនពេលរៀនចប់យើងមានទម្លាប់ល្អថាពេលណាដែលយើងត្រូវធ្វើកិច្ចការផ្ទះពេលណាយើងអានមេរៀនអានសៀវភៅដើម្បីជាការបង្កើនចំណេះដឹងហើយបើសិនជាយើងមានទម្លាប់នឹងហើយតើយើងបានធ្វើវាជាប់លាប់ទេអញ្ចឹងសាមញ្ញនិងងាយយល់ប្រសិនបើកូនសិស្សម្នាក់គាត់បង្កើតទម្លាប់ល្អឲ្យខ្លួនឯងបានហើយគាត់ប្រព្រឹត្តនៅទម្លាប់ល្អមានន័យថាធ្វើនៅសកម្មភាពដែលជាទម្លាប់ល្អរបស់គាត់បានជាប់លាប់ខ្ញុំគិតថាការទទួលបានឈ្មោះជាសិស្សប៉ាកែគឺនឹងត្រូវធ្លាក់ទៅលើគាត់តែម្ដងបាទគឺពីរនេះយើងចាត់ទុកថាសំខាន់ណាស់បើរឿងអីផ្សេងទៀតក្រៅពីហ្នឹងបងប្អូនមានអាចចូលរួមជាយោបល់នៅខាងក្រោមវីដេអូនេះបានហើយយើងបន្តទៀតយើងឧទាហរណ៍រឿងគ្រូបង្រៀនវិញម្ដងឥឡូវមិញនិយាយពីសិស្សឥឡូវយើងនិយាយពីគ្រូបរិញ្ញាថាតើគ្រូបរិញ្ញាលោកគ្រូអ្នកគ្រូបានបង្កើតនៅទម្លាប់ល្អទី1សម្រាប់ខ្លួនឯងណាក្នុងនាមជាគ្រូហ្នឹងយើងបានបង្កើតទម្លាប់ល្អក្នុងការរៀបចំមេរៀនត្រៀមមេរៀននិងត្រៀមសកម្មភាពអីផ្សេងទៅតាមផែនការមេរៀនប្រចាំថ្ងៃរបស់យើងហើយអនុវត្តវាបានជាប់លាប់ជាមួយកូនសិស្សយើងដែរឬទេមានគំនិតច្នៃប្រឌិតថ្មីមានអ្វីដែលថ្មីឲ្យសិស្សរៀនបន្ថែមដោយយើងមានទម្លាប់រៀបចំជារៀងរាល់ថ្ងៃមុនទៅបរិញ្ញាហើយយើងបន្តការធ្វើទម្លាប់នៃការរៀបចំរបស់យើងនឹងគឺរហូតទៅអញ្ចឹងមិនយូរមិនឆាប់ទេខ្ញុំជឿថាលោកគ្រូអ្នកគ្រូប្រកាសជាទទួលបានការពេញចិត្តពេញថ្លើមខ្លាំងមែនទែនពីសិស្សព្រោះលោកគ្រូអ្នកគ្រូទៅដល់ថ្នាក់ថ្ងៃណាក៏មានអ្វីដែលថ្មីលោកគ្រូទៅដល់គឺថ្នាក់រៀនស្រស់ស្រាយមានសកម្មភាពរស់រវើកអញ្ចឹងសិស្សណាក៏ចូលចិត្តរៀនដែរគាត់អត់ងងុយគេងទេគាត់អត់ធុញទេមិនថាតែថ្នាក់តូចថ្នាក់ធំថ្នាក់មហាវិទ្យាល័យថ្នាក់អីណាក៏ដោយឲ្យតែគ្រូបង្រៀននៅកម្រិតនោះមានភាពសកម្មគឺសិស្សឬនិស្សិតហ្នឹងគឺមិនងងុយគេងឡើយនឹងករណីទី1សម្រាប់គ្រូករណីទី2តើគ្រូបានបង្កើតទម្លាប់ល្អឲ្យសិស្សរបស់ខ្លួនដែរឬទេជួនកាលលោកគ្រូអ្នកគ្រូប៉ាកែហើយចំណេះមានហើយជំនាញមានហើយប៉ុន្តែការដែលយើងចូលរួមបង្កើតទម្លាប់ល្អឲ្យសិស្សមួយផ្នែកទៀតដើម្បីវាបានជោគជ័យគឺជារឿងសំខាន់អញ្ចឹងហើយបានយើងឃើញថាមានពាក្យថាគ្រូល្អគ្រូឆ្នើមគ្រូប៉ាកែគ្រូអីចឹងទៅហើយក៏មានសូចនាករវាស់ស្ទង់សមត្ថភាពគ្រូឬក៏គ្រូឆ្នើមគ្រូប៉ាកែទៅតាមនឹងហើយអ្វីដែលយើងឃើញថាភាពជោគជ័យរបស់គ្រូគឺជាលទ្ធផលសិក្សារបស់សិស្សកាលណាលទ្ធផលសិក្សារបស់សិស្សល្អប្រឡងជាប់ពិន្ទុខ្ពស់ទទួលបានលទ្ធផលប្រសើរអីហ្នឹងគឺជាលទ្ធផលនៃការងាររបស់គ្រូបរិញ្ញាហើយព្រោះអីសិស្សរបស់គាត់ប្រឡងជាប់សិស្សរបស់គាត់ធ្វើការងាររកការងារបានធ្វើការងារល្អក្រោយពេលសិក្សាជាមួយគាត់ឥឡូវយើងចេញពីសិស្សចេញពីគ្រូយើងមកនិយាយអំពីការបង្កើតទម្លាប់ល្អរបស់ឪពុកម្ដាយវិញម្ដងក្នុងនាមជាឪពុកម្ដាយជាគេហៅថាធាតុសំខាន់ដែលនៅជាមួយកូនបានច្រើនជាងគ្រូបរិញ្ញាណាគ្រូបរិញ្ញាជួបតែពេលរៀនទេបាទអញ្ចឹងថាតើឪពុកម្ដាយរាល់រូបបានបង្កើតនៅទម្លាប់ល្អឲ្យកូនដូចម្ដេចខ្លះ
ប្រសិនបើបង្កើតហើយសំណួរបន្ទាប់តើបានអនុវត្តទម្លាប់ល្អនោះឲ្យកូនហើយកូនបានអនុវត្តទម្លាប់ដែលយើងជាឪពុកម្ដាយនឹងបង្កើតឲ្យនឹងកម្រិតណាប្រសិនបើទម្លាប់ល្អបង្កើតបានក៏ប៉ុន្តែការអនុវត្តមិនមានការអនុវត្តមិនមានដោយសារហេតុផលតែមួយគត់គឺខ្ជិលបើយើងនិយាយថារវល់ពាក្យថារវល់អ្នកណាក៏រវល់ដែរប៉ុន្តែផ្ទុយមកវិញយើងមានតែភាសាមួយទេដែលគេតែងនិយាយដែរគឺភាសាថាខ្ជិលទេព្រោះរឿងគ្រប់រឿងតូចធំរឿងខ្លះដែលជារឿងមិនសូវមានប្រយោជន៍ផងស្រាប់តែយើងអាចឆ្លៀតធ្វើបានចុះបើរឿងនឹងជាប្រយោជន៍ដល់កូនចៅប៉ុន្តែយើងធ្វើអត់បាននោះជាអ្វីដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះសរុបឲ្យខ្លីខ្ញុំគ្រាន់តែចង់មកចែករំលែកសារនៅអ្វីដែលខ្ញុំធ្លាប់អានធ្លាប់ឃើញធ្លាប់ស្ដាប់ឮទៅថាយើងចង់សម្រេចអ្វីមួយក្តីសម័យគោលបំណងគេហៅថាឲ្យជោគជ័យបាទពាក្យជោគជ័យហ្នឹងមិនមែនគ្រូជោគជ័យទេបងប្អូនគឺជោគជ័យទៅលើអ្វីមួយគឺរូបមន្តទី1ហ្នឹងគឺការបង្កើតទម្លាប់ល្អទម្លាប់ល្អកុំបង្កើតទម្លាប់អាក្រក់ទី2អនុវត្តសកម្មភាពដែលជាទម្លាប់ល្អនោះឲ្យបានជាប់លាប់ព្រោះបើសិនបើអត់បានជាប់លាប់ទេលទ្ធផលវាក៏មិនបានយូរដែរឥឡូវឧទាហរណ៍ថាសិស្សនឹងរៀនបកែគាត់ខំរៀនដល់ពេលមួយគាត់លែងចង់រៀនមិត្តភ័ក្តិអូសទាញដើរលេងមិនដែរគឺលទ្ធផលថយចុះធ្លាក់តែម្ដងបាទសម្រាប់ការងារគ្រប់វិស័យក៏ដូចគ្នាដែរកាលណាតែយើងប្រឹងប្រែងយើងធ្វើយើងខំយើងធ្វើមានទម្លាប់របស់យើងល្អក្នុងការធ្វើការងារហើយយើងធ្វើវាបានជាប់លាប់ជារឿយទៀតជឿជាក់ថាយើងនឹងជោគជ័យបាទយើងទទួលបានជោគជ័យទទួលបានការសាទរការថ្លែងអំណរគុណការសរសើរជារង្វាន់ជាពាក្យសម្ដីជាលិខិតជាលុយកាក់ជាបុណ្យស័ក្តិជាអីច្រើនទៀតឲ្យវាស័ក្តិសមទៅនឹងទម្លាប់ល្អដែលយើងមានហើយនឹងយើងបានធ្វើវាជាប់លាប់ហើយអ្វីដែលបន្សល់ខ្លាំងនិងពិសេសជាងនោះគឺគេឈ្មោះកិត្តិយសដែលអាចឲ្យអ្នកដទៃរៀនសូត្របានអញ្ចឹងបានថាចង់ធ្វើអីមួយឲ្យជោគជ័យចង់ធ្វើអីមួយឲ្យអ្នកដទៃគាំទ្រឲ្យគេទៅសើមិនមែនធ្វើមួយផ្លែតទេគឺទាមទារពេលវេលាប្រឹងប្រែងខ្លាំងណាស់តរំគេស្គាល់យើងតរំគេដឹងថាយើងមានសមត្ថភាពតរំគេដឹងថាយើងមានអ្វីល្អហើយគេអាចរៀនសូត្របានសូមបញ្ជាក់ជូនទៅកាន់បងប្អូនអ្នកទស្សនាវីដេអូនេះថាខ្ញុំមកចែករំលែកទេមិនមែនមានន័យថាខ្ញុំជាបុគ្គលជោគជ័យនោះទេបាទកុំឲ្យយើងមានផ្នត់គំនិតហ្នឹងណាទាំងអស់គ្នាថាឲ្យតែអ្នកមកនិយាយមេត្តាមួយតែងតែមានអ្នកមកនន្ទាថាអូគ្រូជោគជ័យមកហើយអ្នកជំនាញមកហើយមិនមែនទេបងប្អូនបើយើងអាឡ័យតែគិតថាអ្នកជំនាញឲ្យរិះគន់គ្នារិះគន់ពេលខ្លះរិះគន់រហូតដល់ធ្វើឲ្យអ្នកដែលមានចំណេះដឹងមួយចំនួនអ្នកមានបទពិសោធន៍ល្អមួយចំនួនគាត់អត់ហ៊ានមកនិយាយព្រោះដោយសារតែឥទ្ធិពលនៃអ្នកចាក់ឆ្កៀលឆ្កឹះគាត់នឹងធ្វើឲ្យគាត់មានអារម្មណ៍ថាធ្វើដើម្បីប្រយោជន៍ដើម្បីចែករំលែកចំណេះដឹងមិនបានភាពសប្បាយរីករាយមិនបានអីហើយបែរជាបានការបន្ទោសបង្អាប់អញ្ចឹងពេលខ្លះអ្នកខ្លះក៏គាត់ឈប់ធ្វើទៅអ្នកខ្លះក៏គាត់រស់នៅបែបស្ងប់ស្ងាត់របស់គាត់ប៉ុន្តែយើងកុំអញ្ចឹងអីចូលយើងលើកទឹកចិត្តគ្នាឲ្យធ្វើរឿងល្អចែករំលែករឿងល្អដើម្បីជាប្រយោជន៍ជូនដល់យុវជនឬក៏សង្គមរបស់យើងនិយាយថាសង្គមរបស់យើងចំនួនឥឡូវនេះឬក៏អាចតទៅមុខទៀតបាទអញ្ចឹងខ្ញុំបាទមានវីដេអូតែប៉ុណ្្នឹងហើយជាសារដាស់តឿនទាំងខ្លួនឯងផងដែរព្រោះរាល់ថ្ងៃនៅធ្វើការនៅឡើយទេអញ្ចឹងនៅពេលដែលខ្ញុំទៅកន្លែងធ្វើការគឺខ្ញុំតែងតែប្រាប់ខ្លួនឯងថាទី1គឺត្រូវតែធ្វើឲ្យមានជាទម្លាប់ល្អបន្តសកម្មភាពដែលជាទម្លាប់ល្អនោះឲ្យមានជាផ្លែផ្កាហើយបន្តធ្វើវាជាហូរហែបាទបងប្អូនយល់ថាល្អជួយចែករំលែកវីដេអូនេះផងបាទសូមអរគុណ